ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតាមបញ្ចប់លទ្ធផល full មកក្រាស់ជូនជាសុងហើយបងប្អូនបានឃើញតាំងពីខែ10មកយើងចាប់ផ្ដើមរៀបផែនការនៃការដាំបកគោមួយខាងលើជូនគាត់ថ្ងៃនេះជាថ្ងៃបញ្ចប់ដែលយើងគិតថាវាជាថ្ងៃមួយដែលយើងសប្បាយចិត្តជាងគេអ្វីដែលយើងខំផែនការពីដើមខែ10 11 12 1 2 3 6ខែហើយចង់មើលដំណាប់អារម្មណ៍គាត់ថាតើលទ្ធផលនៃការដាំបកគោពីដើមរហូតដល់ចប់គាត់មានអារម្មណ៍យ៉ាងណាសូមពំនាំអារម្មណ៍របស់បងប្អូនទាំងអស់គ្នាជួយស្ដាប់អារម្មណ៍គាត់មកជិះមកបាទបងនេះតែសារការធ្វើថ្មីខ្ញុំខ្លាចជឿបងបាទបងហើយមួយទៀតដោយសារខ្ញុំមានជំងឺប្រចាំកាយបាទបងសុខភាពទូទៅបាទសុខភាពទូទៅបាទបងហើយខ្ញុំក៏សម្រេចចិត្តមុននឹងមកគ្លីនិកដែលនេះខ្ញុំបានសួរនំគ្លីនិកច្រើនដែរបាទច្រើនដែរបានសម្រេចចិត្តថាមកដោយថាទុកចិត្តបាទទុកចិត្តហើយទី2ថាអត់ឈឺបងបាទហើយថ្ងៃនេះគឺជាថ្ងៃមួយដែលខ្ញុំសប្បាយចិត្តខ្លាំងហើយខ្ញុំនឹកស្មានថាมันអាចដល់បានប៉ុណ្្នឹងទេបងហ្នឹងបាទហើយខ្ញុំគិតថាមួយជីវិតខ្ញុំប្រហែលជាអត់មានថ្មីបាទហូបបាយប៉ុណ្្នឹងទេបងហ្នឹងហើយខ្ញុំសម្រេចចិត្តថាយក clinic នេះមកដាក់ថ្មីដាក់អីទៅហើយតាំងពីដើមរហូតដល់នេះការឈឺចាប់វាមានតែប៉ុន្តែវាមិនឈឺបាទខ្លាំងគឺយើងអាចទ្រាំបានបាទហើយជាទូទៅថ្មីខ្ញុំខូចកន្លងមកគឺពេលទៅថ្មីម្ដងវាឈឺខ្លាំងបងបាទហើយដល់ពេលមកនេះមិនត្រឹមតែដកថ្មីទាំងអស់ចេញហើយដាំបកគោហើយអត់មានការឈឺចាប់ខ្ញុំពិតជាសរសើរអរគុណបងបាទដូច្នេះហើយខ្ញុំគិតថាបងប្អូនអាចសម្រេចចិត្តបានដោយសារវីដេអូនេះនឹងជាចំណេះដឹងនឹងជាព័ត៌មានជូនហើយអាចមកប្រឹក្សាយោបល់នឹងទំនាក់ទំនងតាមលេខទូរស័ព្ទដែលមានខាងក្រោមបានហើយនឹងការប្រឹក្សាយោបល់គេនឹងជួយ check ជូនឲ្យជាពិសេសអាចណាត់ជាមួយខ្ញុំតែម្ដងអរគុណច្រើនអរគុណបងសុងដូចគ្នាអរគុណបងដូចគ្នាបាទពួកយល់បងឯងបាទអរគុណ